មួយនេះហ្នឹងអ្នកគ្នាខ្ញុំមិនណែនាំដល់អ្នកគ្នាដំបូងគឺខ្ញុំណែនាំជាមួយអ្នកដែលមានបញ្ហាជ្រុះសក់ខ្លាំងដល់ឆក់វាទំពេកខ្ញុំតែងតែនិយាយថាវាជា last option សម្រាប់គ្នាយើងមានបញ្ហាសក់ជ្រុះខ្លាំងទោះបីជាអ្នកវិទ្យាសាស្ត្រគេប្រាប់យើងថាការជ្រុះសក់ក្រោម100សរសៃគឺវាអត់ជាបញ្ហាក៏ដោយការជ្រុះសក់គឺវាជាធម្មជាតិជ្រុះហើយដោះមកវិញក៏ដោយប៉ុន្តែពេលខ្លះគឺជ្រុះមិនដល់100សរសៃក្នុងមួយថ្ងៃមែនប៉ុន្តែដោយសារតែគាត់អត់ដែរដោះកូនសក់ថ្មីក៏យើងត្រូវតែខ្លាចថាវាអស់សក់ពីក្បាលរបស់យើងដែរអ្នកគ្នាអញ្ចឹងកន្លែងទៅហ្នឹងយើងអាចនិយាយបានថាយើងគិតថាវាក្រោម100សរសៃវាអូខេប៉ុន្តែបើវាអត់មានកូនសក់ថ្មី10ខែ10ឆ្នាំហើយវាអាចអត់អូខេទេអញ្ចឹងអ្នកនរគ្នាអាចទៅជំនាញនេះបានប៉ុន្តែបើសិនជាអ្នកនរគ្នាគ្រាន់តែជ្រុះសក់តែអ្នកនរគ្នាដោះមកវិញដែរគ្រាន់ថាដោះមកអត់សូវច្រើនដោះតិចដោះយឺតហើយឬក៏ដោះមកជ្រុះទៅវិញអ្នកនរគ្នាអាចទៅជាមួយនឹងពពួកសេរីជួយបដោសក់យើងដែលយកចេញរូបមន្តជាលក្ខណៈវីតាមីនជាអីសិនទៅអានេះវាដូចថ្នាំ medication អានេះវាដូចបើនិយាយទៅវាដូចអាហារចំណីដូច food របស់ស្បែកក្បាលយើងអញ្ចឹងអ្នកនរគ្នាវាមានប្រូតេអ៊ីនវាមានវីតាមីនច្រើនហើយវាមាននៅសារធាតុដែលប្រឆាំងជាមួយនឹងការដុះនៅពពុះផ្សិតមួយចំនួនដែលធ្វើឲ្យយើងជ្រុះសក់អីចឹងទៅហើយវាអកនិចវាអកនិចណាអ្នកគ្នាផលិតផលរបស់កូរ៉េហើយផលិតផលហ្នឹងគឺវាអកនិចចឹងវាអាចនិយាយបានថាវាគឺជាជំរើសដំបូងសម្រាប់យើងប្រើករណីយើងជ្រុះសក់មានកូនសក់ដែរឬក៏អាចនិយាយថាស្រាលចាប់ផ្ដើមពីអាទៀបទៅសិនទៀបនេះក៏មិនទៀបអន់ដែរអ្នកគ្នាគឺទៀបល្អល្មមក៏មុននឹងយើងទៅយកដល់អាខ្ពស់បែបនេះអ្នកគ្នាអញ្ចឹងបើសិនអ្នកគ្នាមានបញ្ហាជ្រុះសក់ខ្លាំងអត់ដឹងថាជ្រើសរើសផលិតផលអីទៅប្រើប្រាស់អីអ្នកគ្នាអាចភាសាមួយយើងបាន